សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិជ្រាបថាសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវស៊ើបអង្កេតនិងប្រមូលភស្តុតាងចំពោះករណីដែលភាគីថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទកាលពីថ្ងៃទី12ខែវិច្ឆិកាដែលបណ្ដាលឲ្យស្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ចំនួន1នាក់និងចំនួន3នាក់រងរបួសធ្ងន់ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT និងអ្នកជំនាញបរទេសអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមបញ្ជាក់ជូនថាបន្ទាប់ពីបញ្ចប់ការស្រាវជ្រាវការស៊ើបអង្កេតការប្រមូលព័ត៌មាននិងការប្រមូលភស្តុតាងគ្រប់ជ្រុងជ្រោយជាស្ថាពរដើម្បីកសាងសំណុំរឿងដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិកម្ពុជានឹងពិចារណាប្តឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិដើម្បីទាមទារឲ្យមានការទទួលខុសត្រូវនិងការផ្តល់យុត្តិធម៌ជូនដល់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាដែលបានទទួលរងគ្រោះពីឧក្រិដ្ឋកម្មនេះសេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណជនជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃសៅរ៍10រោចខែកដឹកឆ្នាំអាសាញ់ស័ព្ទស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025